មកបងប្អូនទាំងអស់គ្នាមកតាមដានទស្សនាជាមួយខ្ញុំទាំងអស់គ្នាថ្ងៃនេះផងដែរគឺខ្ញុំបានទៅដឹកម្ទេសហ៎បងប្អូននេះម្ទេសនៅអ៊ីចំការនេះដោយសារតែមួយរបស់ខ្ញុំនឹងកាត់បេះលក់ឲ្យខ្ញុំជារៀងរាល់ថ្ងៃនេះផងដែរគឺនៅតាមផ្លូវនឹងហេវចឹងហើយទិញពោតមួយចកោមពោតនេះតម្លៃត្រឹមតែ1000រៀលទេបងប្អូនអើយធូរថ្លៃណាស្រុកខ្មែរយើងនេះប្តីរបស់ខ្ញុំគាត់ក៏បានចូលចាក់សាំងចាក់អីចឹងទៅដោយសារយើងទៅផ្លូវឆ្ងាយចឹងមិនសូវជាមានការ៉ាស់សាំងអីទេតាមផ្លូវនេះបងប្អូនអើយផ្លូវតាមផ្លូវលងលយយីពីរលាក់នោះដល់កហើយនេះខ្ញុំបានដាក់សលេងស៊ីនជូនពុកម៉ែបងប្អូនស្ដាប់ទេយីពីរលាក់ដល់កហើយនេះតាមផ្លូវនេះសិតតែគ្រូក្រហមនេះឯងបងប្អូនអើយផ្លូវឆ្ងាយដល់ហើយពីកន្លែងផ្ទះខ្ញុំទៅចកាហ្នឹងគឺ58គីឡូបងប្អូននេះបន្ទាប់ពីជិះបានស្ទូធំហ្នឹងគេថាឃ្លានទៀតហើយនេះគេថាតាមផ្លូវឃ្លានមិនចេះជាប់មិនចេះហើយនេះឯងនេះឥឡូវប្តីរបស់ខ្ញុំបានមកទិញពងទីកូនទៀតហើយនេះចំនួន3គ្រាប់ដោយសារតែខ្ញុំអត់ចង់ហូបច្រើនអញ្ចឹងណាហើយខ្ញុំអត់សូវឃ្លានផងអញ្ចឹងហើយខ្ញុំឲ្យគាត់ទិញតែ1គ្រាប់ទៅបានហើយគាត់ហូប2គ្រាប់ទៅនឹងឯងបន្ទាប់ពីបានរបស់ហូបហើយនឹងយើងក៏ធ្វើដំណើរបន្តទៅទៀតនេះជីនេះអកលាក់អកណត់ហើយតាមផ្លូវនេះបន្ទាប់ពីជីអស់រយៈពេលប្រហែលជាកន្លះម៉ោងនេះកន្លះម៉ោង1ម៉ោងមិនដឹងទេនេះរៀងឆ្ងាយសំណំក្រិនដែរខ្ញុំចេញទៅម៉ោង2ទៅដល់ម៉ោង4នេះបងប្អូនអើយនេះចូលផ្លូវកន្លែងគេហៅថាកំភ្លើងធំបងប្អូនកំភ្លើងធំហ្នឹងគេហៅថាភ្នំវាយចាបនឹងគេភ្នំវាយចាបហ្នឹងចិត្តកន្លែងប្រទាយតាហ៊ានណានឹងឯងមួយរបស់ខ្ញុំនឹងគឺកាត់នៅទៅនឹងឯងនេះមានតាំងពីម្ទេសខ្ចីម្ទេសទុំម្ទេសដៃនាងម្ទេសអាចសាត់នឹងឯងមួយរបស់ខ្ញុំនឹងឯងបងប្អូនអើយនេះជីទៅនេះម្ទេសសភាពតាមផ្លូវនឹងគឺថាស្អាតមែនទេនេះមានដងភ្នំហើយមើលទៅក៏ទេសភាពស្អាតហើយផ្លូវនេះវារៀងជារៀលទៀតពេលយើងជីទៅដូចយើងចុះពីលើភ្នំចឹងឯងនេះបន្ទាប់ពីមកដល់បានសទុះហើយនេះមកដល់ហើយក៏យើងធ្វើការមកហូបនេះពងទាពងអីពងមិនអីរបស់យើងនេះឯងបងប្អូននេះមើលមុខប្តីរបស់ខ្ញុំនេះសង្ហាអត់សង្ហាមិនសង្ហាអីបងប្អូនអើយកំថាអីកំថាវ៉ាន់នេះសារតែប្តីរបស់ខ្ញុំនៅក៏រៀងអាយុច្រើនជាងខ្ញុំបន្តិចអញ្ចឹងណាហើយមើលប្រផ្លេទៅដូចតាកងណៃមិនទេពាក់វ៉ាន់តាហ្នឹងប្តីរបស់ខ្ញុំអើយនឹងឯងមានណាផ្អាប់ទេរាល់ថ្ងៃផ្អាប់តែគ្នាឯងហ្នឹងឯងបងប្អូនអើយផ្អាប់គេខ្លាចគេខឹងនេះបន្ទាប់ពីរៀបរាប់អូយបាយអូហូស្ទឹងមកឥឡូវយើងមកធ្វើការ unboxing ដែរណែនេះរបស់យើងពងទាកូនរបស់យើងនេះគឺថាក្របកូននេះមកល្មមមកឆ្ងាញ់បងប្អូនអើយនេះតម្លៃត្រឹមតែ1000ទេនេះតាមស្រុកស្រែយទៅតម្លៃធូរថ្លៃបើខ្ញុំមិនទិញនៅភូមិខ្ញុំវិញមិនជាក្រុងអីណាស់ណាទេប៉ុន្តែលក់មកក្រប1500មកក្រប1200អីណាបងប្អូនបើស៊ូតាឲ្យខ្ញុំស្ងោខ្លួនឯងខ្ញុំស្ងោឯងខ្ញុំស្ងោទេបងប្អូនអើយខ្ញុំសុខចិត្តទិញគេហូបហើយនេះព្រោះអីថាខ្ញុំមិនហ៊ានស្ងោទេពងមិនពងទាពងអីនោះបើថាវាអត់កូនហ្នឹងខ្ញុំហ៊ានអញ្ចឹងណាដោយសារកូននេះខ្ញុំមិនសូវហ៊ានទេដោយសារតែគេរស់ស៊ីគេចាធ្វើទៅអញ្ចឹងណាឥឡូវដល់វគ្គនេះបរោះសង្ហានេះចាប់ផ្ដើមហូបឯនេះលោកតាកងណយនេះបងប្អូនអើយពាក្យបន្តតាខ្មៅនេះវាសុតនោះសុតដល់ហើយខ្ញុំផ្អាប់រហូតនេះឥឡូវនេះអូឆ្ងាញ់ឲ្យមេដៃមេជើងហើយនេះឥឡូវយើងចាប់ផ្ដើមនេះ unboxing នេះគេកូនរបស់គេឆ្ងាញ់តែតាបងប្អូនអើយហើយខ្លះទៅខ្ញុំទិញ4 5 6គ្រាប់ចឹងទៅហូបទៅព្រោះអីយើងជីទៅឆ្ងាយលាក់ទៅវាដូចថាវាឃ្លានណាលាក់ទៅនេះរុះមហូបដែលយើងហូបហ្នឹងណារុះចឹងទៅវាចេះលាក់ទៅឃ្លាននេះពោតផងពងផងនេះតាមផ្លូវហូបរហូតតែដល់កន្លែងប្រទេសបងប្អូនអើយនឹងអស់ប្រមាណ10000ទេនេះតែមកបានប្រទេសមកតែយើងរੂមិនហូបវាមិនកើតបងប្អូនអើយរੂខ្លះហូបខ្លះទៅធ្វើមិនទេនឹងឯងជីវិតយើងទុកហូបខ្លះអីខ្លះកូនរៀនកូនអីខ្លះទៅនឹងឯងបើយើងមិនរੂវាអត់មានអីចាយអញ្ចឹងបងប្អូនអើយចេះតែរੂទៅគ្រាន់បានចាយបានអីកូនរៀនកូនអីអញ្ចឹងណានេះប្តីរបស់ខ្ញុំចូលចិត្តណាពងទាកូនហើយញិចជាមួយក្រូចឆ្មានេះសុំក្រូចឆ្មាអ្នកលក់ហ្នឹងប្រហែលជាមួយហ្នឹងនេះច្បាច់ដាក់នេះហើយវីដេអូរបស់ខ្ញុំមិនជានេះឯណាទេបងប្អូនអើយកុំភ្លេចជួយ like ជួយអីមួយផងនេះឯងហើយខ្ញុំទៅទិញនេះគឺឆ្ងាយហ៎បងប្អូនអើយឆ្ងាយហើយដឹកមកដល់ផ្ទះហ្នឹងគឺថាយប់ទៀតម៉ោង7 8ណាបានណាបងប្អូនហើយយប់ឡើងខ្ញុំត្រូវងើបពីយប់ម៉ោង1យកទៅលក់ទៀតលក់នៅផ្សារបឹងឈូកនេះឯងបងប្អូនអើយបន្ទាប់ពីដឹកបានមួយរមាក់នេះមួយរមាក់ហ្នឹងគឺបែងចែកមានតាំងពីម្ទេសអាចសាត់ម្ទេសទុំម្ទេសដៃនាងអីចឹងទៅណាហើយនឹងពោតប្រាំងពោតអីផងតែខ្ញុំមិនសូវបានថតទេបងប្អូនអើយដោយសារតែវាយប់ហើយខ្ញុំបញ្ញាប់មកផ្ទះហើយណាអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងឯងអរគុណបងប្អូនដែលស្រឡាញ់